តើអ្នកមានចាប់អារម្មណ៍ខ្លះទេសរសៃសក់លោកពុកដែលធ្លាប់តែខ្មៅរលោងចាប់ផ្ដើមបដូរមកជាពណ៌ប្រផេះហើយក៏សូចាំងនៅពេលដែលត្រូវពន្លឺថ្ងៃថ្មីតើអ្នកភ្លេចហើយមែនទេម៉ែធ្លាប់តែបីត្រកងអ្នកដោយកម្លាំងរឹងមាំពេលនេះគាត់ចាប់ផ្ដើមទប់តែខ្លួនឯងមិនចង់បានខ្សែជីវិតរបស់ពួកគាត់ទាំងពីរវាគឺជាកំណាព្យដែលសរសេរឡើងមកដោយកម្លាំងញើសឈាមនិងទឹកភ្នែកអ្វីដែលគាត់លះបង់ឲ្យទាំងអស់គ្រប់បែបយ៉ាងគាត់មិនធ្លាប់ចង់ទាមទារត្រឡប់មកវិញទេតែពេលវេលាដែលឆ្លងរំលងផុតទៅវាមិនបានរងចាំឲ្យអ្នកត្រឡប់ទៅសងគុណគាត់ឡើយស្នាមញញឹមរបស់គាត់ដែលឃើញអ្នករីកធំធាត់គឺជាការពិសោធន៍បញ្ជាក់ឲ្យដឹងថាគ្រប់ការលំបាកនៅហត់របស់គាត់គឺមានន័យភាពកតញ្ញូវាមិនមែនត្រឹមតែពាក្យសន្យាដែលនិយាយចេញទៅនោះទេតែវាគឺជាទង្វើដែលឆ្លុះបញ្ចាំងឲ្យឃើញពីក្តីស្រឡាញ់ដែលគ្មានដែនកំណត់ចូលសងគុណគាត់វិញនៅពេលដែលធ្វើបានព្រោះតែក្តីស្រឡាញ់របស់ពុកម៉ែមិនមែនជាអ្វីដែលអ្នកអាចរកឃើញរាល់ថ្ងៃក្នុងជីវិតនេះទេចូលអ្នកចងចាំទុកនិងព្យាយាមធ្វើវាឲ្យល្អបំផុតតាមដែលអ្នកអាចធ្វើទៅបានអូខេស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួន